នៅពេលដែលនីវ៉ាកំពុងតែហៅមុនីរតស្រាប់តែខ្លាអាគមនោះក៏លោតមកខំនីបើឯងនៅរស់ឯងចេញមកឲ្យអញមើលតិចមើលយកបើឯងនៅរស់ឯងចេញមកឲ្យយើងមើលតិចមើលយកខ្ញុំសំលេងនេះនិងក្លិននេះយើងដូចជាប្រហាក់ប្រហែលយើងដូចជាធ្លាប់ឮនឹងបានហិតនៅទីណាជំរាបសួរលោកប៉ាកូនមានរឿងចង់ពិភាក្សានិងសុំការអនុញ្ញាតអំពីលោកប៉ានៅថ្ងៃសៅរ៍ខាងមុខនេះកូននិងមិត្តនិស្សិតរបស់កូនបានបបួលគ្នាសម្រេចចិត្តទៅបោះតង់សម្រាប់លំហែកំសាន្តនៅឯខេត្តមណ្ឌលគិរីចំនួន2យប់ណាលោកប៉ាដូច្នេះសូមលោកប៉ាអនុញ្ញាតឲ្យកូនបានទៅទីនោះផងព្រោះកូនមានបំណងចង់ទៅទីនោះយូរណាស់មកហើយលោកប៉ាមិនអីទេណាកូនទៅចោះណាកូនប៉ាឃើញកូនប្រឹងប្រែងរៀនសូត្រតាំងតែពីវិទ្យាល័យរហូតដល់សាកលវិទ្យាល័យត្រឹមតែ2យប់ទៅដើរលេងកម្សាន្តប៉ាមិនចិត្តអាក្រក់ទេណាកូនតែកូនត្រូវចេះថែរក្សាខ្លួនផងណាកូនរួចចុះមុនីរតដែលជាមិត្តសំណប់ចិត្តរបស់កូននោះគេទៅដែរទេតែបើតាមប៉ាគិតប្រហែលជានាងទៅដែរហើយបានជាកូនសុំខ្លួនទៅបែបនេះណែអាវ៉ាកូនបើសិនជាមានឱកាសកូនគួរតែសារភាពប្រាប់នាងទៅណាកូនកុំស្រឡាញ់គេតែម្នាក់ឯងបែបនេះមុនីរតក៏ទៅដែរតាលោកប៉ាតែកូនគ្មានភាពក្លាហាននៅក្នុងការសារភាពប្រាប់នាងទេព្រោះឯនាងនិងកូនមានឋានៈខុសគ្នាឆ្ងាយណាស់លោកប៉ាមើលទៅកូនបានត្រឹមតែលួចសម្លឹងនាងតែម្នាក់ឯងតែប៉ុណ្ណោះទេណាលោកប៉ាអាវ៉ាកូនកូនកុំគិតអញ្ចឹងអីណាក្តីស្រឡាញ់មិនអាចយកទ្រព្យសម្បត្តិឋានៈគ្រួសារចំណេះដឹងមកវាយតម្លៃបានទេដូច្នេះកូនកុំអស់សង្ឃឹមអីបើគេជាគូនឹងកូនមែនមុខជាបានជួបគ្នាមិនខានឡើយបាទលោកប៉ាអញ្ចឹងកូនសូមចូលទៅរៀបចំអីវ៉ាអីវ៉ាន់ប្រដាប់ប្រដាបន្តិចបន្តួចដើម្បីរៀបចំទៅទីនោះនៅព្រឹកថ្ងៃបន្ទាប់នាយវ៉ានិងក្រុមមិត្តនិស្សិតទាំងអស់ក៏បានធ្វើដំណើរទៅខេត្តមណ្ឌលគិរីនិងកន្លែងដែលគេចង់បោះតង់រយៈពេលប្រមាណ4ម៉ោងដែលធ្វើដំណើរអំពីភ្នំពេញទៅខេត្តមណ្ឌលគិរីក៏រសាយរសាត់បាត់ទៅសំឡេងឡានក្រុងបានឈប់ទ្វារឡានក្រុងបានបើកនាយវ៉ានិងមិត្តនិស្សិតបានភ្ញាក់ពីដំណេកមានអារម្មណ៍សប្បាយរីករាយរួចធ្វើដំណើរដោយស្ពីកបង្វិចខោអាវចេញតាមទ្វារឡានក្រុងទាំងទឹកមុខញញឹមស្រស់ស្រាយពេលទៅដល់កន្លែងនោះពួកគេទាំងអស់គ្នាក៏នាំគ្នាទៅជួបនឹងលោកអ៊ំមេភូមិពួកគេក៏មានគំនិតចង់ទៅដើរលេងនៅតំបន់កំសាន្តមួយចំនួននៅក្បែរភូមិនោះក៏នាំគ្នាសុំការអនុញ្ញាតណែនាំអំពីមេភូមិឲ្យជួយប្រាប់ពីតំបន់កំសាន្តដែលមាននៅក្បែរនោះលោកអ៊ំមេភូមិក៏បាននិយាយរៀបរាប់ពីតំបន់ទេសចរទាំងនោះឲ្យពួកគេបានដឹងតំបន់ទេសចរទាំងអស់ដែលអ៊ំបាននិយាយរៀបរាប់ខាងលើនោះក្មួយអាចទៅដើរលេងកំសាន្តតាមចិត្តណាក្មួយតែដូចអ៊ំបានប្រាប់អញ្ចឹងនៅក្នុងព្រៃមួយមានដំណាលជារឿងដែលគួរឲ្យខ្លាចដែលអ្នកភូមិនៅក្បែរនោះតែងតែនិទានប្រាប់កូនចៅជំនាន់ក្រោយឲ្យដឹងពីប្រវត្តិរបស់ព្រៃនោះនៅក្នុងដំណាលរឿងទាំងនោះក៏មានរឿងមួយដែលតាក់ទងនឹងសត្វខ្លាមួយដែលមានពាក់បន្តោងខ្សែកចង្កូមស្ដេចខ្លានៅជាប់នឹងខ្លួនចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិបានដំណាលថាខ្លានោះវានៅចាំពាក្យសម្ដីរបស់ម្ចាស់វាដែលបាននិយាយជាមួយវាមុននឹងគាត់ដាច់ខ្យល់ស្លាប់ថានៅថ្ងៃណាមួយនឹងមានគេមកយកខ្សែកនេះហើយម្នាក់នោះគឺជារូបគាត់ចាប់កំណើតនឹងហើយក្រោយពីម្ចាស់និយាយរួចហើយក៏ស្លាប់បាត់បង់ជីវិតទៅក្រោយពីស្លាប់បាត់បង់ជាច្រើនរយឆ្នាំសត្វខ្លានោះវាតែងតែខាំមនុស្សណាដែលចូលទៅក្នុងព្រៃនោះហើយគ្មាននរណាម្នាក់អាចសម្លាប់ខ្លានោះបានទេពីព្រោះវាជាខ្លាអាគមដែលអាចរស់នៅរាប់រយឆ្នាំ
ហើយមូលហេតុដែលសត្វខ្លានោះខាំមនុស្សណាដែលចូលទៅក្នុងព្រៃនោះព្រោះដោយសារតែវាគិតថាបើសិនជាមនុស្សណាដែលវាខាំទៅមិនមានរបួសឬក៏ស្លាប់អ្នកនោះឯងគឺជាម្ចាស់របស់វាដោយសារតែបែបនេះហើយទើបអ្នកភូមិហាមកូនចៅមិនឲ្យទៅក្បែរព្រៃនោះព្រោះខ្លាចត្រូវខ្លានោះសម្លាប់ទាំងអស់គ្នាបានស្ដាប់អ៊ំនិទានរឿងឲ្យស្ដាប់ហើយដូច្នេះហាមចូលទៅក្នុងព្រៃក្បែរទឹកជ្រោះនោះជាដាច់ខាតណាក្មួយព្រោះវាជាតំបន់ហាមឃាត់តាំងតែពីដូនតាមកម្លេះសម័យនេះហើយអ៊ំមេភូមិនៅជឿរឿងខ្លាអាគមទៀតមែនទេអ៊ំគ្មានសត្វឯណាអាចរស់នៅដល់រាប់រយឆ្នាំដូចអ៊ំឯងនិយាយនោះទេខ្ញុំសង្ស័យតែចាស់ពីមុនកុហកពួកអ៊ំទេដឹងប្រហែលជានៅក្នុងព្រៃនោះអាចមានកំណប់លាក់ទុកកថាបានដែរណាអ៊ំអញ្ចឹងហើយបានជាគេប្រឌិតរឿងខ្លាអាគមនឹងមកដើម្បីប្រឡាចកុំឲ្យមានមនុស្សចូលទៅក្នុងព្រៃណាអ៊ំរឿងហ្នឹងអ៊ំក៏មិនដឹងច្បាស់ដែរណាក្មួយទាំងអស់គ្នាព្រោះអ៊ំនៅក្នុងភូមិនេះគ្មានអ្នកណាធ្លាប់ចូលទៅក្នុងព្រៃនោះទេមានតែអ្នកភូមិផ្សេងគេធ្លាប់ចូលទៅក្នុងព្រៃនោះតែពុំមានអ្នកណាបានត្រឡប់មកវិញនោះទេអញ្ចឹងហើយបានជាអ្នកភូមិនេះជឿរឿងខ្លាអាគមនឹងណាក្មួយអ៊ំឯងជឿតែខ្ញុំទៅណាអ៊ំបើក្នុងព្រៃនោះមានខ្លាពិតមែនណាក៏វាមិនខ្លាំងជាងកាភ្លើងរបស់ខ្ញុំដែរបើខ្លានោះប៉ះអាចឆើតខ្ញុំវិញខ្ញុំបាញ់សម្លាប់វាឲ្យស្លាប់ចាប់វះយកស្បែកមកធ្វើជាស្រោមជើងពាក់ជាមិនខានទេណែបងឆាតពួកយើងគួរតែស្ដាប់លោកអ៊ំមេភូមិនិយាយទៅណាបងព្រោះគាត់ជាមនុស្សដែលរស់នៅក្នុងតំបន់នេះរឿងរ៉ាវណាតែនៅទីនេះគាត់ដឹងទាំងអស់ហ្នឹងដូច្នេះគាត់ហាមអ្វីពួកយើងគួរតែស្ដាប់គាត់ទៅណាបងពិតមែនហើយមនីរតអូននិយាយនេះពិតជាត្រឹមត្រូវណាស់ដោយពាក្យគេនិយាយថាបើមិនជឿកុំប្រមាថណែអាបាជឿឬមិនជឿវាជារឿងរបស់អញទេណាគ្មានអីតាក់ទងជាមួយនឹងឯងនោះទេតែឯងកុំសម្លឹងមុខអូនមនីរតរបស់អញពេកប្រយ័ត្នអញវាយបែកភ្នែកទៅណាអាកូនបានហើយបងឆាតនេះវ៉ាគាត់និយាយនេះគាត់ចង់ឲ្យបងល្អនោះដែរតែបើបងមិនស្ដាប់ក៏តាមចិត្តរបស់បងទៅហើយរឿងមួយទៀតខ្ញុំមិនត្រូវជាអ្វីជាមួយនឹងបងនោះទេសូមបងគួរតែឈប់និយាយថាខ្ញុំជារបស់បងទៅទៀតណានិយាយហើយមនីរតនិងនីវ៉ាក៏ចេញពីទីនោះទៅចំណែកនាយឆើតវិញមានអារម្មណ៍ថាខឹងនឹងមនីរតយ៉ាងខ្លាំងគេក៏គិតក្នុងចិត្តថាយើងនឹងរកវិធីយកនាងឲ្យបានចំណែកនីវ៉ាយើងនឹងកម្ចាត់ឯងចោលអរគុណណាស់មនីរតដែលមុននេះជួយនិយាយឲ្យខ្ញុំនិងមិនមើលងាយខ្ញុំដែលជាអ្នកក្រចាមិនអីទេនីវ៉ាខ្ញុំមិនដែលមើលងាយឬមិនឲ្យតម្លៃអ្នកក្រនោះទេឲ្យតែជាមនុស្សចេះតស៊ូមិនប្រព្រឹត្តរឿងអាក្រក់គឺខ្ញុំរាប់អានតែទាំងអស់ហ្នឹងអញ្ចឹងខ្ញុំដើរទៅលេងខាងមុខនោះបន្តិចហើយណាក្រោយពីមនីរតចេញផុតទៅកំឡោះនីវ៉ាយើងហាក់បីដូចជាមានអារម្មណ៍ថាអស់សង្ឃឹមយ៉ាងខ្លាំងព្រោះតែគេមើលទៅមនីរតនាងមិនបានមានចិត្តមកលើរូបគេដូចអ្វីដែលគេគិតនោះទេពេលគេកំពុងតែពិបាកចិត្តស្រាប់តែលោកមេភូមិដើរមកហើយនិយាយជាមួយគេមួយសន្ទុះក្រោយមកស្រាប់តែនាយឆើតក៏ដើរចូលមកហើយនិយាយបែបតក់ស្លុតប្រាប់ទៅនីវ៉ានិងលោកអ៊ំមេភូមិថាណែអាវ៉ាពេលនេះមានរឿងធំហើយណាវើយតើមានរឿងអីទៅបងឆើតដេចក៏មើលទៅបងឯងដូចជាផិតភ័យខ្លាំងម្ល៉េះមុននេះគ្នាបានឃើញអូនមនីរតដើរចូលទៅក្នុងព្រៃដែលលោកមេភូមិហាមមិនឲ្យចូលនោះហើយបើអញ្ចឹងមែនច្បាស់ជាមានរឿងធំហើយណាក្មួយពួកក្មួយឆាប់ទៅរកទៅចាំអ៊ំទៅរកអ្នកស្រុកឲ្យមកជួយរកបន្ថែមទៀតលោកអ៊ំមិនបាច់ប្រាប់អ្នកភូមិអ្នកស្រុកឲ្យទៅជួយរកទេលោកអ៊ំពួកខ្ញុំពីរអ្នករកបានហើយកុំឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកអីណាលោកអ៊ំបើពីរអ្នកខ្ញុំរកមិនឃើញទេចាំខ្ញុំមកប្រាប់លោកអ៊ំឲ្យជួយរកវិញ
បើអញ្ចឹងក៏បានដែរណាក្មួយពួកក្មួយឆាប់ទៅរកចុះតោះអញ្ចឹងយើងឆាប់ទៅរកមនីរតទៅពេលនេះពួកយើងបានមកដល់ទឹកជ្រោះផ្លូវចូលទៅក្នុងព្រៃនោះហើយណានីវ៉ាអញ្ចឹងយើងនាំគ្នាបំបែកគ្នាតាមរកអូនមនីរតទៅណាខ្ញុំចូលទៅរកមនីរតនៅឯខាងនោះហើយឯងទៅខាងនោះទៅណាអញ្ចឹងធ្វើតាមឯងនិយាយទៅចុះយើងនឹងមកជួបគ្នានៅកន្លែងនេះវិញអាវ៉ាបើនៅក្នុងព្រៃនេះមានសត្វខ្លាដូចអ្វីដែលគេនិយាយពិតមែននោះឯងមុខជាងាប់មិនខានទេអូក្មួយស្រីហេតុអ្វីបានជាក្មួយស្រីនៅទីនេះក្រែងមិត្តភក្តិក្មួយឈ្មោះឆើតនិយាយថាក្មួយបានចូលទៅក្នុងព្រៃហាមឃាត់បាត់ទៅហើយតើម្ដេចបានជានៅទីនេះទៅវិញខ្ញុំមិនបានដើរទៅទីណាទេលោកអ៊ំគឺខ្ញុំឈរនៅម្ដុំនេះយូរហើយចុះមិត្តភក្តិរបស់ខ្ញុំពួកគាត់នាំគ្នាទៅណាអស់ហើយលោកអ៊ំមិត្តក្មួយឈ្មោះនាយវ៉ានិងនាយឆើតគេបាននាំគ្នាចូលទៅរកក្មួយនៅក្នុងព្រៃនោះហើយណាក្មួយទាំងនេះមុខជាល្បិចរបស់បងឆើតជាមិនខានដែលចង់ធ្វើបាបនាយវ៉ាសូមលោកអ៊ំជួយជូនខ្ញុំទៅផ្លូវចូលទៅក្នុងព្រៃនោះបន្តិចមកណាលោកអ៊ំខ្ញុំនឹងទៅរកពួកគាត់យើងក្រឡេកមកមើលនាយវ៉ាវិញម្ដងពេលនេះគេកំពុងតែដើររកមុនីរតតែម្នាក់ឯងតែគេមិនបានដឹងសោះថាទីនោះមានសត្វខ្លាអាគមមួយកំពុងតែលបលួចមើលគេនៅឯណាមុនីរតឬខ្ញុំហៅទេខ្ញុំសំលេងនេះនិងក្លិននេះយើងដូចជាប្រហាក់ប្រហែលយើងដូចជាធ្លាប់ឮនឹងបានហិតនៅទីណាតែកុំទៅខ្វល់អីយើងនឹងលោតទៅខំសម្លាប់អ្នកណាដែលហ៊ានមកទីនេះទាំងអស់មុនីរតឬខ្ញុំហៅដែរទេនៅពេលដែលនាយវ៉ាកំពុងតែហៅមុនីរតស្រាប់តែខ្លាអាគមនោះក៏លោតមកខំនាយតែទោះបីជាសត្វខ្លានោះខំយ៉ាងណាក៏ដោយក៏មិនអាចធ្វើឲ្យនាយវ៉ាមានរបួសស្នាមនោះដែរពេលខ្លាអាគមឃើញបែបនេះក៏ដឹងថានាយវ៉ាជាម្ចាស់របស់ខ្លួនវាក៏និយាយទៅកាន់នាយវ៉ាថាម្ចាស់ទីបំផុតខ្ញុំបានជួបម្ចាស់វិញហើយការរងចាំរាប់រយឆ្នាំរបស់ខ្ញុំនេះពិតជាមិនអត់ប្រយោជន៍នោះទេឯងចេះនិយាយភាសាមនុស្សទៀតហើយឯងហៅខ្ញុំថាជាម្ចាស់តើឯងជាអ្វីនឹងខ្ញុំមានតាក់ទងអ្វីជាមួយខ្ញុំទៅខ្ញុំអាចនិយាយបានតែជាមួយម្ចាស់តែប៉ុណ្ណោះទេអ្នកផ្សេងគេមិនអាចស្ដាប់ឮសំឡេងខ្ញុំបាននោះទេលោកពិតជាម្ចាស់របស់ខ្ញុំមែនហើយខ្ញុំនឹងនិយាយរឿងរ៉ាវរបស់ពួកយើងឲ្យម្ចាស់ដឹងកាលពីប្រមាណ500ឆ្នាំមុនខ្ញុំនិងម្ចាស់បានរស់នៅក្នុងព្រៃនេះដោយមានលោកតាមុនីអេសីជាគ្រូរបស់ម្ចាស់កាលនោះខ្ញុំបានជាប់អន្ទាក់ព្រានព្រៃក៏បានស្លាប់តែម្ចាស់មិនដាច់ចិត្តឃើញខ្ញុំស្លាប់ក៏ប្រើមន្តវិជ្ជាការដែលម្ចាស់បានរៀនប្រោះជីវិតដោយយកដួងវិញ្ញាណរបស់ម្ចាស់ពាក់កណ្ដាលមកជួយសង្គ្រោះជីវិតខ្ញុំដូច្នេះហើយបានជាខ្ញុំនិងម្ចាស់អាចនិយាយជាមួយគ្នាបានហើយពួកយើងទាំងពីរនាក់បានប្រយុទ្ធជាមួយសត្រូវដែលឈ្លានពានព្រះនគរក្រោយពីឈ្នះសង្គ្រាមព្រះរាជាដែលជាមនុស្សជឿលើការអុចអាលរបស់មន្ត្រីផ្សេងដោយមានគំនិតគិតថាម្ចាស់មានមន្តវិជ្ជាការខ្លាំងពូកែខ្លាចម្ចាស់ដណ្ដើមរាជសម្បត្តិក៏ឲ្យសេនាតាមប្រហារម្ចាស់តែម្ចាស់មិនបានតបតនឹងគេក៏ត្រូវកងទ័ពទាំងនោះកាប់សម្លាប់រហូតបាត់បង់ជីវិតបន្សល់ទុកឲ្យខ្ញុំនៅតែម្នាក់ឯងបើលោកម្ចាស់ចង់ដឹងរឿងរ៉ាវកាន់តែច្បាស់សូមលោកម្ចាស់ពាក់បន្តោងខ្សែកនេះទៅនោះមុនវិជ្ជាការអាគមដែលលោកធ្លាប់រៀននឹងវិលចូលទៅក្នុងខ្លួនរបស់លោកវិញជាមិនខាន
ហើយខ្ញុំនឹងចូលទៅរស់នៅក្នុងបន្តោងខ្សែកនោះដើម្បីការពារម្ចាស់សូមម្ចាស់ពាក់វាទៅខ្ញុំមិននឹកស្មានថារឿងនិទានដែលគេនិយាយតគ្នាបានคล้ายជាការពិតអញ្ចឹងសោះហើយវាតាក់ទងជាមួយនឹងខ្ញុំទៀតអោសត្វអើយបើដូចអ្វីដែលឯងនិយាយមែននោះខ្ញុំពិតជាធ្វើខុសនឹងឯងខ្លាំងណាស់ខ្ញុំមិនគួរណាឲ្យឯងនៅរងចាំខ្ញុំបែបនេះនោះទេម្ចាស់សូមពាក់ខ្សែកនោះសិនទៅដើម្បីឲ្យដឹងកាន់តែច្បាស់ពីប្រវត្តិរបស់ម្ចាស់កាលពីអតីតជាតិ